សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងមកចេញមកមើលត្រីថ្មីដែលខ្ញុំបានទិញមកបាទទិញម្ដងតែមួយក្បាលពីរក្បាលយកមកធ្វើមេបាទមុននឹងចូលវីដេអូយើងសូមមុននឹងចូលវីដេអូទស្សនារបស់យើងសូមបងប្អូនជួយចុច like subscribe និង share ម្នាក់មួយផងបាទចូលទៅកាន់វីដេអូយើងទាំងអស់គ្នាបាទចូលទៅកាន់ត្រីទី1របស់យើងបាទនេះអាហ្នឹងគេហៅថាគេហៅពូជហាស្មូនបាទហាស្មូនកាត់មួយអាំបលីនេះតែនេះពូជយ៉ាបងប្អូននេះបងប្អូនឃើញនៅក្រៅទូចចឹងតែមើលក្នុងធំណាស់នេះមើលខ្ញុំដាក់ឲ្យមើលនេះបងប្អូននេះខ្ញុំយកកាត្រង់មកដួសសិនបងប្អូនចាំមើលនេះកាត្រង់ខ្ញុំនេះប្រប៉ិនបាតដៃនេះប៉ុណ្ណឹងមើលបងប្អូនត្រីខ្ញុំដួសមកនេះអូនឃើញអត់ធំណាស់នេះជប់ខ្ញុំប្លែងជប់ត្រីខ្ញុំនៅសល់40ក្បាលជាងត្រីនឹងនៅសល់40ក្បាលជាងដែរបងប្អូនមើលបងប្អូនធ្វើកាយលេខទូរស័ព្ទតែខ្ញុំធ្លាក់តា description បានតោះឥឡូវយើងទៅមើលថៃទី2បាទនេះគឺជាពូជទី2របស់យើងគឺគេហៅថាតាយហ្នឹងហើយបាទនេះអាហ្នឹងសល់ដល់25គ្រាប់ទេបងប្អូន25គ្រាប់គត់ហ្មងនេះតាយហ្នឹងក៏ធំដែរបាទបងប្អូនមិនទូចទេឈប់ខ្ញុំទឹកវារៀងខិចតិចហ្នឹងទីតិចខ្ញុំដូរនេះតាយហ្នឹងមួយក្បាល20000100007000ហើយចំណែករយៈមិញ20000បងប្អូនព្រោះវាថៃពូជម៉ាឡេតាឥឡូវយើងមើលថៃទី3នេះគឺជាពូជទី3របស់យើងបាទអាហ្នឹងគេហៅថាអេលៀនកាត់មហាឆៃអេលៀននេះខ្ញុំប្រកាសបានវេទនាណាបងប្អូនអើយញីមហាឆៃហើយវាអេលៀននេះខ្ញុំទៅមើលក្នុងស្តុកទៅសល់អាមួយក្បាលហើយយកមកលក់តែ3-4000ឯងបងប្អូននេះទូចដែរវាទៅអាយុពី3ខែទេតោះវីដេអូយើងគឺចប់ប៉ុណ្ណឹងបាទមានតែប៉ុណ្្នឹងឯងបងប្អូនបាយ